កម្រនឹងបានឃើញមែនតែនបងប្អូនត្រីហែលគោលើគ្នាដូចហែលលើគោកអញ្ចឹងមើលណែអស់តោះហើយសុទ្ធតែត្រីល្អធំណាសុទ្ធតែជាប្រភេទត្រីខយសម្រាប់អ្នកដែលចូលចិត្តត្រីដូចខ្ញុំអូយទីតាំងនេះក្តីសុខណាស់ដាក់តែផេះសិនទៅដោះគោមួយកែវឬក៏កាហ្វេមួយកែវអីមកឈ្ងុយអូអស់តោះហើយបងប្អូនអង្គុយមើលត្រីខយនៅកាហ្វេធ្នង់នេះពិតជាមិនអាចបំភ្លេចបានតែម្ដងមកលេងបាត់ដំបងកុំភ្លេចទីតាំងនេះណាបងប្អូនចង់អង្គុយកំសាន្តក្នុងខ្ចោះស្បូវសម្រានពិសាបាយម្ហូបចំណីផ្សេងឬក៏ភេសជ្ជៈផ្សេងមានគ្រប់សពបែបយ៉ាងតែម្ដងហើយបើទេសភាពទឹកនៅនឹងមាត់ព្រែកនេះផងមើលពណ៌បងប្អូនអើយឡើងស្រស់មើលទៅធម្មជាតិពិតតែម្ដងហ្នឹងណាហើយសំខាន់គឺជាការរៀបចំយ៉ាងយកចិត្តទុកដាក់និងសម្រិតសម្រាំងបំផុតរបស់ម្ចាស់ទីតាំងជាកំឡោះវ័យក្មេងប្រចាំនៅក្នុងកាហ្វេនេះបូករួមជាមួយនឹងសួនទឹកកំសាន្តដែលមានឈ្មោះថាសួនទឹកសុភមង្គលដែលអ្នកបាត់ដំបងភាគច្រើនគឺស្គាល់ស្ទើរតែគ្រប់គ្នាហ្នឹងជំរាបសួរលេងបាទសួរមើលសុំស្គាល់ឈ្មោះពេញផងមើលឈ្មោះអីដែរឈ្មោះពេញខ្ញុំឈ្មោះអឹងឈូលេងណាហើយឈ្មោះក្រៅអត់មានទេអត់មានទេកន្លែងនេះយើងមានអីខ្លះដែរនៅនេះគឺយើងមានក្នុងកាហ្វេបាទកញ្ចុះមាត់ព្រែកហើយសួនទឹកអូសួនទឹកសុភមង្គលដែលបងប្អូនយើងធ្លាប់ទៅលើបើអ្នកបាត់ដំបងខ្ញុំជឿថាស្គាល់ច្បាស់គ្រប់គ្នាតែបងប្អូនតាមបណ្ដាខេត្តប្រហែលជាមិនទាន់ស្គាល់គ្រប់គ្នាឡើយទេប៉ុន្តែបើអ្នកភ្នំពេញក៏ស្គាល់ច្រើនដែរអញ្ចឹងអានេះយើងដំណើរការថ្ងៃណាដែរយើងនិយាយទៅបើករាល់ថ្ងៃបងចាប់និយាយទៅច័ន្ទដល់អាទិត្យហើយដូចនៅក្នុងកាហ្វេគឺយើងបើកពីម៉ោង7ដល់ម៉ោង6ល្ងាចកញ្ចុះយើងបើកម៉ោង7ដល់ម៉ោង8យប់ហើយសួនទឹកយើងបើកពីម៉ោង9ព្រឹកឡើងដល់ម៉ោង7យប់បាទមើលសុំសួរចំណាប់អារម្មណ៍បន្តិចបើសម្រាប់ខ្ញុំមើលឃើញអានេះជា businessman វ័យក្មេងណាមូលហេតុអីដែលបង្កើតចិត្តឲ្យលេងបើកហាងកាហ្វេបងចំណុចហ្នឹងដោយសារការស្រឡាញ់បងស្រឡាញ់ការស្រឡាញ់វិស័យអាហារនិងភេសជ្ជៈអញ្ចឹងស្រឡាញ់វិស័យអាហារនិងភេសជ្ជៈបាទមិនអ្នកចូលចិត្តកាហ្វេទេនិយាយទៅកាហ្វេចូលចិត្តញ៉ាំកាហ្វេដែរណាអញ្ចឹងកើតឡើងពីការចូលចិត្តញ៉ាំកាហ្វេផងបាទវាមានលើសពីកាហ្វេបងវាមានតាំងពីប្រភេទតែទឹកដោះគោតែប្រែឈើអីបន្ថែមទៀតហើយនឹងម្ហូបអាហារកំងបន្ថែមចាប់អារម្មណ៍ឃើញបងប្អូនយើងគាត់ចាប់អារម្មណ៍កន្លែងនេះច្រើនណានិយាយទៅបើនិយាយសួរស្ដាប់ទៅអ្នកបាត់ដំបងអ្នកណាក៏ស្គាល់ដែរហើយរត់ទៅចាប់អារម្មណ៍ខ្ញុំឃើញមានចិញ្ចឹមត្រីនៅនេះចិញ្ចឹមត្រីគេខ្លះដែរក្នុងនេះយើងមានត្រីខ្វៃបងត្រីខ្វៃបាទបងតែមិនមែនខ្វៃជប៉ុនទេណាអាហ្នឹងទិញគេមកដាក់ចិញ្ចឹមហ្មងឬក៏យើងពីមុនមកយើងមានទិញមកតែក្រោយមកយើងមានផលិតពូជខ្លួនឯងហើយក៏បានលក់ពូជខ្លះដែរយ៉ាងផលិតពូជលក់បានទៀតបាទចំអាហ្នឹងលើឲ្យថែមជំនាញមកមួយទៀតហ្នឹងបាទគាត់ថាពាក់ប៉ុណ្ណឹងពូជហ្នឹងយើងមានដោយពេលទេបងដោយសារពេលតនេមកយើងប្រកាសអញ្ចឹងបងពេលដល់ខែវាពងយើងតនេយើងប្រកាសយើងជួលអ្នកជំនាញមកទេឬក៏ធ្វើខ្លួនឯងទៅយើងធ្វើខ្លួនឯងបងពីមុនមកយើងគាត់ថាសិក្សាបច្ចេកទេសពីគេមកអញ្ចឹងបងតែឥឡូវយើងប្រកាសខ្លួនឯងអាហ្នឹងពេលតនេតែបើថាដោយសារនៅខាងកសិដ្ឋានយើងមានពូជត្រីផ្សេងផងទៅអញ្ចឹងពេលតនេពីពូជត្រីផ្សេងមិនយើងប្រកាសពូជត្រីខ្វៃហ្នឹងបងអញ្ចឹងមានន័យថាមានទីតាំងចិញ្ចឹមផ្សេងពីនេះទៀតបាទបងនោះជាកសិដ្ឋានផលិតពូជមានយើងមានសាច់មួយពូជកូនត្រីដូចកូនត្រីប្រាកូនត្រីក្រហមកូនត្រីតែងអីអញ្ចឹងបងយ៉ាផលិតជាពូជសាច់បានទៀតអូដល់ពេលសួរទៅបានបែកមកថែមទៀតនេះអញ្ចឹងវិលត្រឡប់ទៅលើការចិញ្ចឹមត្រីខយហ្នឹងវិញនៅនេះយើងផ្ដោតទៅលើការចិញ្ចឹមដើម្បីបង្កើនសោភ័ណភាពទេណាបាទបងនិយាយទៅយើងដាក់ចិញ្ចឹមទៅវាពេលភ្ញៀវមកគាត់បានដាក់ចំណីដាក់អីទៅឃើញត្រីឃើញអីអញ្ចឹងវាជាជួយឲ្យសบายម្យ៉ាងទៀតញ៉ាំកាហ្វេឆ្ងាញ់បាយម្ហូបនំចំណីអញ្ចឹងទៅបានដាក់ចំណីត្រីទៅត្រីហ្នឹងសុំសួរបន្តិចអាធំហ្នឹងបើតម្លៃវាមួយប៉ុន្មានមើលទៅនិយាយទៅយើងអត់ដែរដឹងខាងឆេងបងដោយសារយើងអត់ដែរបានចាប់លក់អញ្ចឹងតែអាចខ្ទង់ចូល10រៀលជាងអីដែរបាទប្រហែលជា4-50000អីចុះមិនមែនអារាប់រយរាប់ពាន់ដុល្លារគេនោះទេអត់ទេបងនោះពូជគេត្រីខ្វៃជប៉ុនអាហ្នឹងមិនថ្លៃអាហ្នឹងថ្លៃនោះមួយអាចដល់ប៉ុន្មានទៅត្រីខ្វៃកូនមួយក៏ចូលប្រហែលជាខ្ទង់700ដុល្លារឲ្យជំរំធំបែបនេះទៀតបាទហើយមួយទៀតឃើញបងប្អូនយើងគាត់ឆ្ងល់កន្លែងរឿងទឹកមិនបានចេញពណ៌ស្អាតហ្នឹងហ្នឹងយើងមានថ្នាំដាក់បងថ្នាំហ្នឹងវាជួយឲ្យទឹកឡើងពណ៌ហើយវាជួយសុខភាពត្រីផងហើយកុំឲ្យមានស្លែមតែផងមួយយ៉ាងដែរតើអញ្ចឹងក្រៅតែពីត្រីខយមានត្រីអីទៀតអត់ក្នុងនេះយើងមានត្រីខ្វៃសុទ្ធតែដោយសារពេលយើងបញ្ចូលទឹកទៅវាមានកូនត្រីឆ្ពិនអីមកដែរបាទអញ្ចឹងមិនឃើញមានត្រីសនៅពេញហ្នឹងបាទហើយនៅទីតាំងនេះផ្ទាល់មានប៉ុន្មានកញ្ចុះដែរលេងជុំវិញហ្នឹងជុំវិញនេះមានប្រហែលជាខ្ទង់ជាង40កញ្ចុះ40ជាងបាទហើយបងប្អូនយើងមកតម្រូវឲ្យគាត់បង់ថ្លៃកញ្ចុះស្អីទេពីគាត់យើងអត់មានតម្រូវបង់ទេបងបើសិនជាយើងមានគិតថ្លៃកញ្ចុះគឺមានពេលបុណ្យទានដូចជាចូលឆ្នាំខ្មែរភ្ជុំបិណ្ឌអញ្ចឹងយើងគិត
ថ្លៃកញ្ចុះ 20000 អញ្ចឹងបងដើម្បីនិយាយទៅពាក់ព័ន្ធការចំណាយដែរថាពេលបុណ្យទានពាក់ព័ន្ធនឹងបុគ្គលិកអីគឺយើងចំណាយលើពួកគាត់ច្រើនបាទសឹងគុណ2ថ្ងៃបុណ្យទានតែបុគ្គលិកនៅនេះមកអ្នកដែរបុគ្គលិកនៅនេះខ្ទង់ជាង10នាក់បងអូ10នាក់ណាកាហ្វេផ្សេងអញ្ចឹងទៅខាងកញ្ចុះឯផ្សេងបាទបងបាទអាណាម័យសន្តិសុខឯផ្សេងទៅបាទចុងក្រោយគាត់ចង់សួរចំណាប់អារម្មណ៍ទេសម្រាប់បងប្អូនយើងមកដល់ពេលនេះមានការគ្រប់គ្រងមិនដែរបើតាមកំណត់លេងជាម្ចាស់អាជីវកម្មហ្មងអាចថាជោគជ័យកម្រិតណាដែរពាក់ព័ន្ធនឹងការគ្រប់គ្រងពួកគាត់នៅតាមបន្តអញ្ចឹងបងតែគាត់ថាបើថាយើងនិយាយថាឲ្យជោគជ័យខ្លាំងហ្មងវាមិនជោគជ័យខ្លាំងហ្មងទេបងគាត់ថាអាចថាពួកគាត់ដែលថាគាត់ធ្លាប់មកហើយគាត់នៅតាមបន្តមកទៀតអញ្ចឹងដោយសារយើងនៅព្យាយាមផ្ដល់សេវាកម្មតម្លៃសមរម្យហើយគុណភាពម្ហូបអាហាររសជាតិអីគឺពួកគាត់ទទួលយកបានអញ្ចឹងបងបាទនេះចង់ឲ្យចែករំលែកចុងក្រោយមួយមកលេងចែករំលែកបទពិសោធន៍ដែលជាបញ្ហាឧបសគ្គផ្លោះបរាជ័យអីទេឬក៏ជួបវិបត្តិអីដែលធំដែលគិតថាចងចាំមកដល់ឥឡូវណាតើតើនៅមុខរបរយើងដូចជាមិនសូវជំនាញអីធំដុំទេបងបាទក៏វាពាក់ព័ន្ធនឹងនិយាយទៅវាចាស់ឥទ្ធិពលពីខាងក្រៅមកវិញទៅរឿងដូចកូវីដក៏អីចឹងណាបាទកូវីដបញ្ហាសង្គ្រាមអីសេដ្ឋកិច្ចអីចឹងវិញទៅតែយើងនៅនេះយើងនឹងដំណើរការរលូន smooth បាទគាត់ថាភ្ញៀវដោយបងឃើញប្រាប់ឲ្យយើងវាមិនស្ថានភាពសេដ្ឋកិច្ចអីតែកាលណាមិនល្អក៏ភ្ញៀវអីក៏គាត់ទៅជាចាយវាអីច្រើនដូចមុនបាទចឹងអរគុណណាស់លេងណាដែលបានចែករំលែកបទពិសោធន៍អរគុណច្រើនបងបាទជំរាបលាសម្រាប់បងប្អូនអ៊ំពូមីងកុមារាកុមារីដែលចង់មកលេងកម្សាន្តនៅក្នុងកាហ្វេឬក៏មកលេងនៅខ្ចោះមាត់ព្រែកបូករួមជាមួយនឹងសួនទឹកសុភមង្គលអាចតាក់ទងតាមរយៈលេខទូរស័ព្ទនិងទីតាំងដែលខ្ញុំបានបញ្ជាក់ជូនបន្ថែមទៀតច្បាស់ៗនៅក្នុង comment Bọc